ដើម្បីលើកស្ទួយចំណេះដឹងមិត្តភាពមេត្រីភាពសិល្បៈវប្បធម៌ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រជាណាចក្រកម្ពុជានិងប្រជាណាចក្រថៃក្រមសាស្ត្រាចារ្យនិងបុគ្គលិកសិក្សាមហាវិទ្យាល័យពាណិជ្ជកម្មនិងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រនៃសាកលវិទ្យាល័យបូរផានៃប្រជាណាចក្រថៃដែលដឹកនាំដោយសាស្ត្រាចារ្យរងបណ្ឌិតបានភុតវិរុណរ៉ាតនិងបណ្ឌិតសេរីឈីណូដុំបានមកធ្វើទស្សនកិច្ចសិក្សានៅប្រាង្គប្រាសាទអង្គរវត្តប្រាសាទអង្គរធំដែលជាបេតិកភណ្ឌពិភពលោកនិងសិក្សាស្វែងយល់ពីការគ្រប់គ្រងរបស់ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបអង្គរនៅក្នុងខេត្តសៀមរាបសិក្សានេះធ្វើឡើងដើម្បីជាប្រយោជន៍នៅក្នុងការសិក្សាប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចទេសចររវាងខេត្តសៀមរាបនៃប្រជាណាចក្រកម្ពុជានិងខេត្តស្រះកែវនៃប្រជាណាចក្រថៃក្រៅពីនេះដំណើរទស្សនកិច្ចសិក្សាមានវត្ថុបំណងដើម្បីពំនាំយកចំណេះដឹងបទពិសោធន៍ទៅអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រជាណាចក្រថៃជាពិសេសគឺដើម្បីផ្សព្វផ្សាយចំណេះដឹងដល់និស្សិតបុគ្គលិកសិក្សានិងប្រជាពលរដ្ឋថៃទូទៅឲ្យបានយល់ជ្រៅជ្រាបនិងដើម្បីជាប្រយោជន៍ក្នុងការលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ